ក៏សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានក៏សូមនមស្ការថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គព្រោះនៅខាងក្រោយខ្នងយ៉ាងនេះប្រគុណម្ចាស់ញាតិញោមឃើញខ្លងទ្វារដ៏ប្រណិតប្រកបទៅដោយរចនាបថសំណង់វប្បធម៌ដែលកសាងឡើងដោយប្រសង់វត្តពុទ្ធរាំងសីមានតាំងពីតគុណធំមានតាំងពីព្រះអង្គគ្រូសូត្រស្ដាំឆ្វេងប្រសង់គ្រប់ព្រះអង្គព្រោះចំណាយពេលវេលាទាំងព្រឹកទាំងថ្ងៃទាំងល្ងាចបែកញើសយ៉ាងក៏ខ្លាក់ពោដើម្បីកសាងសំណង់វប្បធម៌នេះឧទ្ទិសក្នុងពុទ្ធសាសនាព្រោះនេះគឺជាខ្លងទ្វារប្រាសាទអង្គរតូចដែលមាននៅលើទង់ជាតិខ្មែរយើងព្រោះញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នានេះគឺជាការកសាងឧទ្ទិសក្នុងពុទ្ធសាសនាគឺជាការកសាងនូវឧបនិស្ស័យដើម្បីបានជួបព្រះច្បាស់នឹងធម៌នៅជាតិណាមួយខាងមុខពោអាស្រ័យនេះសូមអញ្ជើញញាតិញោមចូលរួមពិធីបុណ្យឆ្លងខ្លងទ្វារប្រាសាទអង្គរតូចនេះដែលនឹងប្រារព្ធធ្វើនៅព្រឹកថ្ងៃទី14សំទោសល្ងាចថ្ងៃទី14ព្រឹកថ្ងៃទី15ខែ6ឆ្នាំ2025ខាងមុខនេះពោដើម្បីបានជាឧបនិស្ស័យក្នុងការកសាងក៏ដូចជាក្នុងការភ្ជាប់និស្ស័យក្នុងពុទ្ធសាសនាសូមអញ្ជើញញាតិញោមចូលរួមកំខានពោដែលពិធីបុណ្យនេះកើតឡើងដោយសទ្ធាជ្រះថ្លាដោយការលះបង់របស់ព្រះសង្ឃដោយការលះបង់របស់ញាតិញោមចូលរួមក្នុងការកសាងសំណង់វប្បធម៌ដ៏រឹងមាំដ៏ស្អាតនេះព្រោះអញ្ចឹងបើសិនជាញាតិញោមមិនបានចូលរួមពីមុនមកទេយ៉ាងហោចណាស់ក៏ថ្ងៃបុណ្យឆ្លងខ្លងទ្វារថ្ងៃទី14ពេលល្ងាចឬក៏ពេលព្រឹកថ្ងៃទី15ខែ6នេះអញ្ជើញចូលរួមកំខានទោះបីមិនបានកសាងពីមុនមកក៏ដោយតែពេលនេះនៅតែមានឱកាសចូលរួមគឺបានសម្ពោធឆ្លងខ្លងទ្វារនៅថ្ងៃទី14 15ខែ6ខាងមុខនេះពុទ្ធតំណាងឲ្យព្រះសង្ឃក៏ដូចជាវត្តពុទ្ធរាំងសីទាំងមូលសូមគោរពនិមន្តអញ្ជើញញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានចូលរួមកំបីអខានឡើយសូមបុណ្យកើតមានទាំងយប់ទាំងថ្ងៃដោយប្រគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានក៏សូមអនុមោទនាបុណ្យឆ្លងខ្លងទ្វារថ្ងៃទី14 15ខែ6 2025ខាងមុខនេះក៏សូមអនុមោទនា